ពេលខ្លះការដើរលេងកន្លែងស្អាតកន្លែងថ្លៃមិនប្រកាសថាសប្បាយជាងការដាក់សន្ទូចដាក់បកាយតាមវាលស្រែទេថ្ងៃនេះខ្ញុំមករំលឹកអនុស្សាវរីយ៍កាលពីក្មេងដែលខ្ញុំធ្លាប់បានធ្វើរឿងទាំងអស់ហ្នឹងមកធ្វើសារជាថ្មីទៀតតើវាមានរសជាតិដូចកាលពីមុនដែរឬទេសូមបងប្អូនទស្សនាវីដេអូនេះតាមពីដើមរហូតដល់ចប់ដើម្បីដឹងថាតើខ្ញុំអាចរកបានត្រីចំនួនប៉ុន្មានហើយកុំភ្លេចធ្វើការចូលទៅមើលនៅក្នុង YouTube ទាំងអស់គ្នាស្វាគមន៍ពុកម៉ែបងប្អូនមកកាន់វីដេអូថ្មីនៃវីដេអូរកត្រីតាមបែបស្រុកស្រីចំការជាមួយនឹងខ្ញុំបាទជាដំបូងយើងធ្វើការកាប់ចិនលេនជាមុនសិនព្រោះថាយើងយកចិនលេននេះហើយទៅធ្វើជានុយនៃការដាក់សន្ទូចរនងរបស់ពួកយើងអត់មានអីច្រើនទេបងប្អូនបែបសាបងាយតែម្ដងគឺធម្មជាតិសុទ្ធបន្ទាប់ពីយើងកាប់នុយបានហើយយើងក៏ធ្វើការមកមើលដីឡូបាទនិយាយលេងទេគឺយើងមកមើលកន្លែងដាក់សន្ទូចប៉ុន្តែដោយសារតែទឹកស្រកហើយអ្នកទាំងអស់គ្នាគឺមានតែកន្លែងនេះទេដែលយើងអាចដាក់សន្ទូចបានអូខ្ញុំប៊ីសនឹងផ្លេចណែនាំបងប្អូនទៅឲ្យថាថ្ងៃនេះខ្ញុំមកជាមួយអ្នកណាគេគឺថ្ងៃនេះខ្ញុំមកជាមួយនឹងបងប្អូនក្មួយគឺបងគិតហើយនឹងជាមួយនឹងក្មួយវ៉ាន់អញ្ចឹងពួកគាត់ពិតជាមានជំនាញខ្លាំងមែនទែនដោយសារតែខ្ញុំវាខានធ្វើរឿងនឹងយូរណាស់ហើយអញ្ចឹងក៏យើងមកជាមួយនឹងក្មួយទៅគាត់ពូកែខាងហ្នឹងមកសូវបានធ្វើអីដោយសារតែខ្ញុំមកជាមួយនឹងអ្នកជំនាញអញ្ចឹងយើងមិនសូវជាប៉ិនប្រសពយើងមកជាមួយនឹងអ្នកជំនាញហើយអ្នកជំនាញគេបានអះអាងថាសន្ទូចនេះប្រហែលជា100ផ្លែអីអាចត្រីស៊ីប្រហែលជា200ក្បាលលេសអីណាអាចថាមួយផ្លែខ្លះមានត្រីស៊ីរហូតដល់2វាមិនដឹងវាស៊ីកន្លែងណាខំកន្ទុយគ្នាតែយើងចាប់មើលថាបានហូបថ្ងៃនេះយើងមកមិនត្រឹមតែមានសន្ទូចរនងមួយខ្នងទេយើងមានបកាយជាង20ទៀតអញ្ចឹងបងប្អូនដែលកំពុងតែមើលវីដេអូនេះជួយទម្លាក់លេខតកាយទិញត្រីឲ្យខ្ញុំផងព្រោះថាខ្ញុំអាចនឹងមានត្រីលក់ច្រើនបងប្អូនគិតមើលទៅសន្ទូចរនងមួយផ្លែជិត100អញ្ចឹងមួយផ្លែវាស៊ីរហូតដល់2ត្រី3ត្រីវាខំកន្ទុយគ្នាតចុះបកាយជាង20ទៀតគិតមើលទៅបងប្អូនមិនតិចគីឡូទេថ្ងៃនេះមើលឈប់សិនណាដោត្រីហ្មងកុំពិបាកដោត្រីហើយហ្មងនិយាយអីក្នុងវីដេអូបែកការអស់ហើយដោត្រីហើយសិនមកក៏ចាំធ្វើមកអត់បានឮបងប្អូនគាត់និយាយហ្នឹងគាត់និយាយលេងទេបងប្អូនមិនមែនជាការពិតទេខ្ញុំឯណាទៅដាក់រោត្រីតាមបែបស្រុកស្រែទៅយកត្រីដោតយ៉ាងម៉េចវាមិនពិតនោះទេនេះគឺជាសកម្មភាពចូលលួចមើលមកគេបងប្អូនខ្ញុំសុំវល់បងប្អូនឃើញវីដេអូនេះកុំសៀនណាបងប្អូនណានោះក្រាញ់មួយបាត់បងប្អូនឃើញអាអូនវាកំពុងតែលួចលើកមើលមួងគេទេហើយដល់ពេលចុងក្រោយបងប្អូននៅចុងវីដេអូណាពួកខ្ញុំកំពុងតែដុតត្រីនឹងហូបម្ចាស់គេមកទន់ថានឹងមានរឿងអីកើតឡើងឥឡូវយើងបានមកដល់កន្លែងដែលយើងគិតថាជាកន្លែងដែលសម្បូរត្រីហើយយើងនឹងស្ទូច1 2តត្រីនេះកៃហើយកៃយើយកៃយើអូមួយទៀតហើយជួយទឹកមាត់ក្រោយពីយើងបានមកដល់កន្លែងស្ទូចត្រីហើយយើងក៏បានចាត់ទុកថាកន្លែងនេះហើយគឺគូសមខ្លាំងបំផុតយើងក៏បានយកត្រីចេញពីក្រង់ជាត្រីដែលយើងលួចមើលហ្មងគេហើយជាមួយនឹងត្រីដែលខ្ញុំបានស្ទូចបានហើយយើងក៏ចាប់ផ្ដើមអាំងហើយនៅពេលនេះបងប្អូនគាត់ក៏ចាប់ផ្ដើមធ្វើកែវនិយាយទៅគឺអត់យកកែវទៅពីផ្ទះឬក៏ប្រើដបកដុងអីទេអ្នកនរគ្នាទេតិចពើកម្លាំងនេះសកម្មភាពគ្មានស្ទីលកំពុងតែផលិតស្រាតិចទឹកសុទ្ធចូលគេច្បាច់ចូលបាច់ក្រួយហើយដាក់ទឹកក្រូចចូលទៅមកយើងក៏ថប់វាដាច់ខ្យល់ហើយបោកវាម្ដងហុយចំយ៉ាម៉ា BA ស្រាសកែវលុយចំអីយ៉ាពិបាកលៀបអីអូឆ្ងាញ់ទៅឃើញទៅពិបាកលៀបក៏ឆ្ងាញ់ទៅចំលើកដាច់ទៅលើកយោខ្លាំងជាងវាញនៅក្នុងក្លឹបទៀតវើយចំអូហូប្រហែលតំណក់ស្ដាយលិតទៀតចុយចូលដាក់ចាហើយអានេះវាអត់ទាន់ឆ្អិនអានេះឆ្អិនណាអែមស្នេហ៍តែម្ដង
ហើយថ្ងៃនេះយើងមករកត្រីយើងក៏បានដាក់ស្រាសមកលីផងដែរប៉ុន្តែយើងអត់ផឹកស្រាសដូចពីថ្ងៃមុននេះដល់ខ្ញុំសវងថ្ងៃមុនខ្ញុំខ្លាចស្រាសតែម្ដងបន្ទាប់មកយើងយកស្រាសមកលាយជាមួយនឹងទឹកក្រូចគេហៅថាស្រាអុកណាអ្នកនរអគ្នាហើយយើងក៏បានយកអំបិលម្ទេសមកពីផ្ទះហើយក៏បានកាប់បំពង់រស័យដើម្បីធ្វើវាជាសម្រាប់ដាក់ទឹកគ្រឿងបងប្អូនដើម្បីជាលក់ត្រីដែលយើងអាំងហើយគឺថាអូធម្មជាតិពិតតែម្ដងចំមកមើលទីមើលចំ hỏi ចំប៊ូមាត់ក៏ដឹងដែរទ្រគ្មានអោយស្រក់មកតំណក់សោះដាក់ត្រីធម្មជាតិយើងម្ដងចំអូដឹងថាវាជួយចិត្តទឹកក្បាលហើយយកស៊ីកតុយអស់ទូទឹកក្បាលយើងមានត្រីអាំងស្រស់តែម្ដងហើយយើងក៏មានស្រាអុកផងដែរប៉ុន្តែដូចជាខ្វះអ្វីមួយយ៉ាងអ្វីដែលខ្វះនោះគឺអន្លក់យើងបានបេះស្លឹកបាទស្លឹកឈើធម្មជាតិរបស់យើងនឹងឯងវ៉ាវអូមកទីដល់ហ្នឹងចាឈឺចិត្តចូលមក được sọc nhom thầm đây ban hộp tên hình อันนี้ត្រីយើងវត្តបានមិញវ៉ាវ ra tray mình ទឹកជាលក់ម៉ែអស់ហើយណានេះតាមពីបានប្រឡែនេះមកញាក់សាច់ ទឹកគ្រឿងកាន់តែចុះចុចលឹងខា ចូលខាស់អស់លីណា ចលួចលឹងខា ដោយសារតែត្រីអាំងរបស់យើងក៏បានអស់ហើយថ្ងៃក៏ចាប់ផ្ដើមលិចនេះគឺជាពេលវេលាសំខាន់គឺយើងត្រូវទៅមើលសន្ទូចហើយនឹងបង្កាយរបស់យើងតើបានត្រូវត្រីចំនួនប្រមាណគីឡូអញ្ចឹងយើងទៅមើលទាំងអស់គ្នាអូតើនេះឃើញខ្សែរាងវីកសង្ស័យណាអូជាប់មួយជួយត្រីអីនេះយ៉ានេះត្រីកត្រប់អូធំដែរវ៉ៃដាក់ជុំវិញស្រះនេះចូលចិត្ត20បកៃតើមានត្រូវមួយត្រូវអាកត្រប់ប៉ិនមីដៃមិញឥឡូវក្តីសង្ឃឹមរបស់យើងចុងក្រោយគេគឺសន្ទូចរបស់យើងខ្ញុំជឿជាក់ថាប្រកាសជាបាន មានអារម្មណ៍ថាដូចក្លិនម៉ិលមិនទេវ៉ៃ អស់លុយឡោះ ចូលត្រីនេះលងទឹកបាត់ហើយណាអញ្ចឹងសរុបមកវិញសន្ទូចរនងរបស់យើងគឺត្រូវត្រីចំនួន3អញ្ចឹងសម្រាប់បងប្អូនដែលតែលាក់លេខតកែទិញត្រីណាបងប្អូនកុំតម្លាក់អីបងប្អូនអត់មានត្រីលក់ទេបងប្អូនសូម្បីតែត្រីខ្លែមក៏អត់មានដែរនិយាយមែនមិននឹកស្មានថាត្រីនឹងវាអត់ស៊ីនុយដែលខ្ញុំខំដោតតតែសោះ បាយណាពាក្យថាដាក់ ពីមុខដាក់ពីក្រោយហ៎ មានតែដាក់នុយពីមុខថែមនុយពីក្រោយ ឥឡូវនេះគឺដល់ពេលដែលយើងត្រូវប្រមូលត្រីដែលយើងខំរកមួយថ្ងៃនេះបានដើម្បីមកអាំងឲ្យបងប្អូនអញ្ចឹងត្រីដែលបានដាក់សន្ទូចនឹងបាន3ហើយដាក់បកងនឹងបាន1ហើយលួចមើលមួងរបស់គេនឹងគឺបាន3 4 5អញ្ចឹងគឺគ្រប់លំមតែម្ដងកំពុងតែខ្លែមអាត្រីដែលលួចដោះពីម៉ងគេនឹងសុកម្ចាស់គេមកដល់ហើយអ្នកនរគ្នាដឹងមិនខ្ញុំក៏ហៅគេមកតាមកហូបត្រីសិនហីហើយក៏ឲ្យស្រាសមកកែវនឹងទៅហើយក៏ក្រោយមកមើលសន្ទុះមកបានប្រាប់ថាត្រីនឹងដោះមកពីម៉ងនោះតាមកខ្ញុំតាអញ្ចឹងតាហូបទាំងអស់គ្នាបណ្ដោយទៅហើយអញ្ចឹងម្ចាស់គេក៏ហូបជាមួយនឹងពួកខ្ញុំតែម្ដងទៅ tao cả đây nha bắt tu tam vậy cả men nước khá thả từ bê đâu cả ចូលបានមួយបាត់ហើយនោះ ឆ្មាត់ ឆ្មាត់ហើយដាក់ទៅដោះ gặp nha trai nâu rồi តើនោះចូលមកឆាទៅដល់ថាបានវាយចេញឥឡូវនេះគឺយើងបិទកម្មវិធីយើងហើយកម្មវិធីថ្ងៃនេះពិតជាសប្បាយខ្លាំងណាស់តែចុងក្រោយទាំងអត់សូវសប្បាយថាប៊ីបាត់កំណត់មិញ អូខេយើងសទូចយើងដាក់ទុកចោលហើយចាំព្រឹកចាំឲ្យបងប្អូនក្មួយៗគាត់មកមើលអូខេអញ្ចឹងយើងមានតែប៉ុណ្ណេះអីជួបគ្នានៅវីដេអូក្រោយអរគុណ